រឿងម្ចាស់ចំការលុបលុនរដូវច្រូតកាត់បានរួចរាល់ហើយចំណែកស្រូវវិញបានពេញជង្រុកប៉ុណ្ណឹងហើយនៅតែមានអប៉ិនៅចុងភូមិនោះថាបានផលលើសនឹងទៅទៀតនេះប្រហែលមកពីកម្មករស៊ីឈ្នួលនៅផ្ទះយើងនេះខ្ជិលជាងកម្មករនៅផ្ទះនោះហើយមើលទៅចាប់ពីពេលនេះតទៅយើងត្រូវតែជំរុញបង្ខំពួកនោះបន្តិចទើបបានលោកម្ចាស់ហើយមិនធ្វើការទេអីបាទលោកខ្ញុំស្រេកទឹកពេកទើបឡើងមកផឹកទឹកបន្តិចរួចសឹមទៅធ្វើការវិញឥឡូវហើយកំជិលមិនទាន់ដល់ម៉ោងសម្រាប់ផងបែរជាមកផឹកទឹកទៅធ្វើការភ្លាមទៅពិតជាខ្ជិលមែនល្ងាចហើយពួកយើងសម្រាប់ត្រឹមនេះចុះលោកម្ចាស់មិនបានជាឈប់ធ្វើការទៅហើយទើបតែម៉ោង7ល្ងាចសោះនឹងបេះផ្លែឈើរួចរាល់អស់ឬនៅបាទលោកនៅសល់បន្តិចបន្តួចស្អែកចាំបេះមកហើយបើធ្វើការតែបែបនេះតើមួយថ្ងៃនឹងបានផលប្រមាណទៅហេតុអីបានជាឆាប់យប់យ៉ាងនេះមិនពន្យាពេលបន្តិចទៅដើម្បីកុំឲ្យពួកនេះឆាប់បានសម្រាកពេកតានេះចង់ឲ្យពេលថ្ងៃយូរថែមជាងនេះទៀតបានហើយចំណាយលុយជួលពួកនេះមកធ្វើការធ្វើបានតែពេលថ្ងៃឲ្យគត់ទេវតាពិតជាលំអៀងពេកហើយមិនឲ្យពេលថ្ងៃវែងជាងពេលយប់ទៅណោះសូមគោរពលោកម្ចាស់ខ្ញុំឮថាមានគ្រូសិលមកពីទិសខាងត្បូងចូលក្នុងភូមិយើងនេះគ្រូសិលនោះនិយាយថាគាត់អាចកែប្រែមេឃដីនិងពេលវេលាថ្ងៃយប់បានថាម៉េចមានគ្រូសិលអាចកែប្រែពេលវេលាបានផងទេវតាពិតជាបានស្ដាប់ឮគោលបំណងរបស់យើងហើយឯងឆាប់ទៅអញ្ជើញគាត់មកជួបយើងភ្លាមមកជំរាបសួរលោកគ្រូសូមអញ្ជើញលោកគ្រូពិសាតែរួចពិសាម្ហូបអាហារដ៏មានរសជាតិឆ្ងាញ់ជាមួយខ្ញុំចូលលោកឲ្យគេហៅខ្ញុំមកនេះមានធុរៈអីដែរបាទខ្ញុំឮថាលោកគ្រូមានសមត្ថភាពអាចកែប្រែមេឃដីទាំងមូលបានអញ្ចឹងហើយទើបខ្ញុំចង់ឲ្យលោកគ្រូជួយខ្ញុំនិយាយមកចង់ឲ្យខ្ញុំជួយអីរឿងរ៉ាវគឺយ៉ាងនេះខ្ញុំបានជួលកម្មករឲ្យមកធ្វើការនៅផ្ទះខ្ញុំពួកគេទាំងនោះខ្ជិលណាស់បន់ឲ្យតែថ្ងៃឆាប់លិចនិងឲ្យឆាប់បានទៅផ្ទះអញ្ចឹងហើយទើបខ្ញុំចង់ឲ្យលោកគ្រូជួយអូសបន្លាយពេលវេលាពេលថ្ងៃថែម6ម៉ោងទៀតដើម្បីឲ្យពួកគេឈប់ខ្ជិលនិងធ្វើការបានយូររឿងនេះគ្មានអីពិបាកទេក៏ប៉ុន្តែអាស្រ័យលើទឹកចិត្តរបស់លោកតែប៉ុណ្ណោះបាទអស់ប្រមាណចូលលោកគ្រូនិយាយមកចុះបញ្ហាមិនមែនជារឿងលុយកាក់អីទេតែបើលោកចង់ឲ្យសម្រេចតាមបំណងគឺក្នុងពេលដែលខ្ញុំធ្វើពិធីលោកត្រូវតែធ្វើការរបស់ពួកកម្មករនោះធ្វើរហូតដល់ពេលវេលាណាមួយដែលលោកចង់បានសំឈប់មានន័យថាយ៉ាងម៉េចលោកគ្រូងាយស្រួលទេលោកគ្រាន់តែធ្វើការឲ្យគ្រប់ម៉ោងដែលលោកចង់បានលោកធ្វើឲ្យជាប់កុំឈប់នោះបំណងរបស់លោកនឹងក្លាយជាការពិតហើយបាទលោកគ្រូរឿងចឹងងាយស្រួលបំផុតហើយខ្ញុំនឹងធ្វើតាមសម្ដីលោកគ្រូលោកកំជិលទាំងឡាយអើយចាំមើលចុះយើងនឹងធ្វើឲ្យគ្រប់20ម៉ោងឲ្យពួកឯងមើលភ្លឺភ្នែកម្ដងហើយចាប់ពីស្អែកទៅបើធ្វើមិនបាន20ម៉ោងទេកុំសង្ឃឹមថាបើកប្រាក់ឈ្នួលបានហើយសោះលោកគ្រូតើខ្ញុំធ្វើបានប្រមាណម៉ោងហើយធ្វើទៀតទៅមិនទាន់ដល់ម៉ោងសម្រាកទេទើបតែបាន2ម៉ោងហ្នឹងអូយលោកគ្រូខ្ញុំធ្វើបានប្រមាណម៉ោងហើយធ្វើតទៅទៀតទៅញាប់ដៃញាប់ជើងឡើងទេវតាមិនសពព្រះទេឥឡូវហើយនៅ4ម៉ោងទៀតទើបដល់ពេលរសៀលថាម៉េចតែទេវតាមិនសពព្រះទេនៅ4ម៉ោងទៀតទើបដល់រសៀលលោកគ្រូខ្ញុំធ្វើបានប្រមាណម៉ោងហើយបាទលោកម្ចាស់លោកបានសន្លប់អស់រយៈពេលជាង8ម៉ោងហើយលោកគ្រូសិលនិយាយថាលោកម្ចាស់មិនអាចធ្វើបានគ្រូសិលអស់សង្ឃឹមហើយចាកចេញទៅបាត់ហើយអញ្ចឹងគ្រូសិលមិនបាននិយាយប្រាប់ថាយើងនឹងត្រូវធ្វើអីទៀតទេបាទខ្ញុំគ្រាន់តែឮគ្រូសិលនិយាយថាទេវតាខ្ញាល់ខ្លាំងណាស់ចាំមើលតានេះចង់ឲ្យថ្ងៃវែងជាងយប់ដូចមុនទៀតអត់
ឲ្យសមមកគាត់ចង់ឲ្យថ្ងៃវែងជាងយប់ធ្វើបាបកម្មករខ្សត់ខ្សោយ សេចក្តីលោភលន់រមែងពង្វក់មនុស្សធ្វើឲ្យលែងស្គាល់គុណធម៌និងមនុស្សធម៌ក្នុងការរស់នៅចូលរស់នៅប្រកបដោយក្តីមេត្តាជ្រុំជ្រែងអ្នកអត់ដោយពាក្យចាស់ពោលថាអ្នកមានរក្សាខ្សត់ដោយសម្ពុតពាត់ពីក្រៅអ្នកប្រាជ្ញរក្សាខ្លៅដោយសំពៅពឹងសំប៉ាន